បាញ់យើងអាត្រាក់អីពុកម៉ែបងប្អូនទាំងគ្នាបាញ់ជ្រុះដីខ្ទេចអស់ហ្មងសម្រាប់កម្លាំងរបស់វាគឺខ្លាំងល្អពុកម៉ែបងប្អូនចាបងបងទាំងអស់គ្នាសម្រាប់នេះគឺជាប្រភេទក្បាលបាញ់លៀងអត់អូតូពុកម៉ែបងប្អូនទាំងគ្នាប្រភេទនេះគឺវាមានកពយខ្យល់ខាងលើហើយបងបងសួរថាចេះប្រភេទក្បាលបាញ់លៀងអត់អូតូហ្នឹងណាអាចយកទៅបាញ់តំណាំបានអត់ប្រភេទតំណាំចកាចម្លើយនោះគឺបានពុកម៉ែបងប្អូនទាំងគ្នាបានតាមតំបន់ណាតំបន់ខ្លះគាត់ចូលចិត្តប្រភេទអូតូដោយសារតែវាអាចចល័តទីពីកន្លែងមួយទៅកន្លែងមួយហើយវាអាចបិទបើកទឹកនឹងចុងទៅយកបានហើយតំបន់ខ្លះទៀតគឺគាត់ពេញនិយមជាមួយនឹងប្រភេទអត់អូតូដែលមានកពយខ្យល់ខាងលើហ្នឹងណាគឺគាត់អាចទៅបិទបើកទឹកនឹងម៉ាស៊ីនផ្ទាល់ពុកម៉ែបងប្អូនទាំងគ្នាលក្ខណៈខុសគ្នាគឺវាតិចអញ្ចឹងណាតែសម្រាប់គុណភាពវិញពពួកអត់អូតូនេះគឺកម្លាំងរបស់វាក៏ខ្លាំងដែរពុកម៉ែបងប្អូនទាំងគ្នាប្រភេទនេះគឺទឹកសល់ចូលក្នុងក្បាលបូមហើយវាមានវ៉ាន3បើពុកម៉ែបងប្អូនទាំងគ្នាចង់តទៅយោ200ម៉ែត្រឬក៏300ម៉ែត្រចេញមកខាងបាន100ម៉ែត្រឬក៏150ម៉ែត្រកម្លាំងរបស់វាគឺនៅខ្លាំងដដែលពុកម៉ែបងប្អូនទាំងគ្នាហើយប្រភេទនេះមិនបាញ់តាចាកាឬក៏នេះទេវាស័កសមបំផុតសម្រាប់ការបាញ់តំណាំឬក៏តំណាំចិត្តផ្ទះឬក៏បាញ់លៀងឡានលៀងម៉ូតូបាញ់លៀងអាត្រាក់អីពុកម៉ែបងប្អូនទាំងគ្នាបាញ់ជ្រុះដីខ្ទេចអស់ហ្មងសម្រាប់កម្លាំងរបស់វាគឺខ្លាំងល្អពុកម៉ែបងប្អូនហើយសម្ពាធទឹកវិញកាលណាដែលពុកម៉ែបងប្អូនទាំងគ្នាប្រើត្រឹមតែនេះចំណុះលេខ4ហ្នឹងគឺកម្លាំងរបស់វាខ្លាំងណាស់យើងទទួលបានមតិល្អក៏ដូចជា feedback ពីបងប្អូនដែលគាត់ជាវយកទៅប្រើប្រាស់នៅប្រភេទអូតូហ្នឹងគាត់សរសើរថាល្អប្រើជាពិសេសម៉ាកអង្គរ៉ាជាប្រភេទម៉ាកលេខ1ប្រចាំក្រុមហ៊ុនណាពុកម៉ែបងប្អូនទាំងគ្នាម៉ាកនេះគឺយើងមាន2ទំហំមាន Bstong 22និង Bstong 30ហើយសម្រាប់ Bstong 30វិញទម្ងន់របស់វារហូតទៅដល់9គីឡូពុកម៉ែបងប្អូនទាំងគ្នាមូលហេតុដែលទម្ងន់របស់វាធ្ងន់គឺដោយសារតែសាច់តួម៉ាស៊ីនរបស់វាក្រាស់ល្អនេះពុកម៉ែបងប្អូនទាំងគ្នាសំបីតាគម្របស្នែកន្លែងជីចាក់ប្រេងបាតហ្នឹងក៏ជាប្រភេទស្នែស្ពាន់ដែរពុកម៉ែបងប្អូនទាំងគ្នាអាចមើលបាននេះហើយប្រភេទអង្គរ៉ារបស់យើងគឺយើងលក់មកច្រើនឆ្នាំហើយយើងលក់ចូល4-5ឆ្នាំហើយគឺអត់ដែលមានបញ្ហាទេប្រភេទម៉ាកហ្នឹងគឺគេសរសើរគ្រប់គ្នាហើយតម្លៃរបស់វាសម្រាប់ Bstong 30បដូរដៃធម្មតាត្រឹមតែ$80ពុកម៉ែបងប្អូនទាំងគ្នា$80តែប្រើបានរហូតទៅកាន់ឆ្នាំ3-4ឆ្នាំអត់ទៅណាហើយនៅក្នុងហ្នឹងក៏គេមានមកនៅជាមួយនឹងប្រភេទតយោទឹកចេញទឹកចោលសល់របស់យើងពុកម៉ែបងប្អូនទាំងគ្នាអាចមើលបាននេះប្រភេទហ្នឹងមានដែកលួសនៅខាងក្នុងគេរុំជាដែកលួសហើយស្របជាមួយនឹងជ័រស្វិតគឺអត់ភ័យថារឿងឆាប់បែកឬក៏ផ្ទុះទយោទេហើយដុំប៉ូលីរបស់វាគឺជាប្រភេទដុំប៉ូលីល្អប្រើហើយគេមានกระดาษណែនាំពីរបៀបការប្រើប្រាស់ទៀតហើយពុកម៉ែបងប្អូនទាំងគ្នាអាចមើលបានគេដាក់ថា Japan Technology ចឹងមានន័យថាផលិតផលហ្នឹងគឺផលិតតាមស្តង់ដាររបស់ប្រទេសជប៉ុន 100% ពុកម៉ែបងប្អូនបើសិនជាមានតម្រូវការចង់បានយកទៅប្រើប្រាស់ចង់បានក្បាលបាញ់លៀងដែលមានគុណភាពល្អតម្លៃសមរម្យអាចតាក់ទងមកកាន់ page AGT Cambodia របស់យើងបានយើងមានការប្រឹក្សាយោបល់ជូនពុកម៉ែបងប្អូនទាំងគ្នាតើថាពុកម៉ែបងប្អូនទាំងគ្នាគួរយកទៅប្រើបែបម៉េចឬក៏បែបម៉េចដើម្បីឲ្យសមបរិបទរបស់ពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងយើងមានតែប៉ុណ្្នឹងសូមអរគុណពុកម៉ែបងប្អូនទាំងគ្នាបើសិនជាមានតម្រូវការចង់ជាវអាចតាក់ទងមកកាន់ page AGT Cambodia របស់យើងបាន